វិភាគចុងសប្តាហ៍ជាការរួមចំណែកនៅអ្វីដែលខ្លួនស្រឡាញ់ចូលចិត្តថ្ងៃនេះខ្ញុំមានរឿង3-4យកមកជជែកប៉ុន្តែប្រធានបទធំសម្រាប់ថ្ងៃនេះហ្នឹងគឺតាក់ទងទៅនឹងរឿងប៉ូលីសរបស់កូរ៉េជាក្រុមគេហៅថាក្រុមប៉ូលីសពិសេសជាបេសកកម្មមួយដែលមករំដោះជនជាតិកូរ៉េចេញពីប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញដោយកូរ៉េហ្នឹងគឺត្រូវបានរកឃើញថា scammer យើងខ្មែរយើងហៅថាឧក្រិដ្ឋកម្មអនឡាញឧក្រិដ្ឋករអនឡាញឬក៏អ្នករកស៊ីបោកប្រាស់តាមអនឡាញចាប់ពួកជនជាតិកូរ៉េហ្នឹងបង្ខំឲ្យមកធ្វើជាអ្នកទេទូរស័ព្ទដើម្បីទៅបោកប្រាស់យកលុយពីជនជាតិកូរ៉េនៅប្រទេសកូរ៉េអានេះខ្ញុំនឹងនិយាយលម្អិតខ្លះអំពីរឿងហ្នឹងហើយក៏ចង់និយាយអំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកូរ៉េថាហេតុអីបានជាកូរ៉េសម្រេចចិត្តបញ្ជូនកងកម្លាំងពិសេសរបស់ខ្លួនមកធ្វើកិច្ចការងាររឿងហ្នឹងអានេះវាជាយុទ្ធសាស្ត្រអីគេជាយុទ្ធសាស្ត្រខោបក្បាលអែលខ្នងកម្ពុជាឬក៏ជាយុទ្ធសាស្ត្រអីនៅក្នុងដែលកូរ៉េបានអនុវត្តហើយតើកូរ៉េធ្លាប់ធ្វើរឿងនេះជាមួយនឹងប្រទេសណាខ្លះហើយដូច្នេះហើយខ្ញុំនឹងនិយាយជាប្រធានបទចុងក្រោយធំក៏ប៉ុន្តែមុននឹងចូលប្រធានបទធំនេះខ្ញុំលើកយកប្រធានបទតូចដែលជាការសង្ខេបទេសម្រាប់សប្តាហ៍នេះយើងឃើញថាសប្តាហ៍នេះក៏មានរឿងច្រើនណាស់ដែរកើតឡើងនៅក្នុងសប្តាហ៍នេះហើយក៏យើងឃើញថាមានទាំងរឿងគួរឲ្យរីករាយហើយមានទាំងរឿងគួរឲ្យបារម្ភណាខ្ញុំនឹងឲ្យរឿងរីករាយមុនតែរឿងដែលរីករាយខ្ញុំក៏ចូលរួមរីករាយដែរគឺសប្តាហ៍នេះយើងទទួលបានដំណឹងជាផ្លូវការថាវិទ្យុអាស៊ីសេរីណាជាខ្ញុំហៅថាជាម្ចាស់សំណាក់ក្បាលមីក្រូធំវិទ្យុអាស៊ីសេរីហ្នឹងបានប្រកាសពីសប្តាហ៍មុនមួយទៀតនោះប្រកាសថាខ្លួននឹងបិទការផ្សាយវិទ្យុអាស៊ីសេរីហ្នឹងជាស្ថាពរមួយសប្តាហ៍ក្រោយមកយើងទទួលបានដំណឹងល្អមកវិញថាអាស៊ីសេរីដូរពីវិទ្យុមកទូរទស្សន៍ណាមកជាទូរទស្សន៍អាស៊ីសេរីដូរពីអក្សរអេនៅខាងមុខដូរដាក់មកអក្សរតេណាហើយយើងជំនាញជាភាសាបារាំងដូរដាក់ពី R មក T ជាភាសាអង់គ្លេសជាងមកជា TV Free Asia ខ្ញុំចូលរួមអបអរសាទរចំពោះការត្រឡប់មកវិញតាំងពីអាស៊ីសេរីអវត្តមានក្រោយពីរដ្ឋាភិបាលត្រាំបានផ្ដាច់ជំនួយមកតាមពិតអាស៊ីសេរីហ្នឹងដូចជាងាប់ក្រោយខ្ញុំប្រហែលជាមួយខែខ្ញុំហ្នឹងក្រោយពីឡើងអាស៊ីសេរីហើយមានរឿងតាក់ទងទៅនឹងរឿងការបែកធ្លាយសម្លេងសន្តានាហ្នឹងក៏ត្រូវបានមហាជនកាត់ទោសណាថាជាជនលក់ក្បាលជាជនចារកម្មជាអីច្រើនណាស់ជាពិសេសបងប្អូនខ្មែរដែលមាននិន្នាការគ្រប់គ្រងគណៈបព្វប្រឆាំងណាប៉ុន្តែខ្ញុំបានបកស្រាយហើយកន្លងមកប៉ុន្តែមិនបញ្ហាទេអ្វីដែលសំខាន់គឺអាស៊ីសេរីប្រហែលជា 2-3 ខែក្រោយមកក៏ស្រាប់តែរដ្ឋាភិបាលត្រាំហ្នឹងផ្ដាច់ជំនួយហើយក៏បិទការផ្សាយតិចតួចបាទប៉ុន្តែឥឡូវនេះឃើញថាឃើញរស់ឡើងវិញខ្ញុំរស់បានមុនខ្ញុំរស់តិចមកមុនដកដហើមទឹកមកមុនបាន24 show ហើយ24 live show ហើយមានន័យថាខ្ញុំបានធ្វើមក24សប្តាហ៍24សប្តាហ៍វាប្រហែលជា3ខែបាទ3ខែជាងហើយអាស៊ីសេរីចាប់ផ្ដើមខែ11ពាក់កណ្ដាលខែ11អញ្ចឹងទៅខ្ញុំគិតថាជារឿងល្អព្រោះអាស៊ីសេរីជារាប់ថាជាអ្នកមានជំនាញខាងផ្នែកសារព័ត៌មានមានក្រុមការងារល្អក្បាលមីក្រូក៏ធំសម្លេងផ្សាយក៏ឆ្ងាយបាទសម្លេងផ្សាយក៏ឆ្ងាយមានអ្នកដែលរងចាំស្ដាប់ហ្នឹងក៏ច្រើនណាស់ជាអតិថិជនស្មោះស្ម័គ្រជាមួយអាស៊ីសេរីក៏ច្រើនអញ្ចឹងហើយប៉ុន្តែក្នុងអំឡុងពេលដែលអវត្តមានអាស៊ីសេរីនេះក៏ឃើញមានអតីតអ្នកសារព័ត៌មានឬក៏អ្នកដែលធ្វើការងារតាមបណ្ដាញសង្គមហ្នឹងមានទាំងអ្នកដែលមានអាជីពអត់អាជីពណាមានទាំងអ្នកសារព័ត៌មានមាត់ប្រពេកប្រប៉ោចមានទាំងអ្នកសារព័ត៌មានអត់ពូជណានិយាយជេរបចោយហ្នឹងចេញមកហ្នឹងគេថា
គេតែឆ្មាំនៅក៏ដល់បានដៃប៉ុន្តែសង្ឃឹមថាស៊ីសេរីត្រឡប់មកវិញនឹងជួយធ្វើម៉េចអាចផ្ដល់នូវព័ត៌មានសម្រាប់បងប្អូនជាពិសេសបងប្អូននៅក្នុងស្រុកខ្មែរហើយខ្ញុំជឿថាស៊ីសេរីមានបណ្ដាញនៅក្នុងការយកព័ត៌មានពិតពីក្នុងស្រុកមកបានច្រើនព្រោះមានអ្នកជំនាញមាន network ធំមានថវិកាណាប៉ុន្តែគាត់ទៅប្រភពថវិកានៅក្នុងការមកចាប់ផ្ដើមដំណើរការឡើងវិញជាទូរទស្សន៍ស៊ីសេរីនេះយើងអត់ដឹងទេថាគាត់បានប្រភពថវិកាមកពីណាប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្ញុំសូមចូលរួមអបអរសាទរណាសង្ឃឹមថាពលរដ្ឋខ្មែរនឹងទទួលបានព័ត៌មាននៅមុំមួយផ្សេងទៀតដែលអាចយកមកពិចារណានៅក្នុងការសម្រេចចិត្តដើម្បីសម្រួចនយោបាយនៅកម្ពុជានឹងឲ្យដើរឈានទៅដល់ការត្រឡប់មកក្នុងគន្លងប្រជាធិបតេយ្យវិញបាទនេះជាក្តីសង្ឃឹមរបស់មនុស្សច្រើនជាក្តីសង្ឃឹមរបស់ពលរដ្ឋផងជាក្តីសង្ឃឹមរបស់បញ្ញវន្តផងជាក្តីសង្ឃឹមរបស់បងប្អូនខ្មែរជាពិសេសបងប្អូនខ្មែរនៅក្រៅប្រទេសដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដនោះរស់នៅដោយមានការគោរពសិទ្ធិណារស់នៅដោយសេចក្តីថ្លៃថ្នូរនោះតែចង់ឲ្យឃើញថានៅស្រុកខ្លួនឯងហ្នឹងនៅប្រទេសខ្លួនឯងហ្នឹងមានការគោរពសិទ្ធិសេរីភាពមានការឲ្យតម្លៃទៅលើជីវិតមានការរស់នៅសមរម្យមានការគោរពគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកដោយនៅប្រទេសដែលគេកំពុងអភិវឌ្ឍដែរអញ្ចឹងហើយជាក្តីសម័យរបស់មនុស្សគ្រប់គ្នាហើយទាំងខ្ញុំទាំងអ្នកដែលធ្វើកិច្ចការងារសង្គមស្ម័គ្រចិត្តទាំងអ្នកសារព័ត៌មានស្ម័គ្រចិត្តទាំងអ្នកសារព័ត៌មានស៊ីប្រាក់ខែទាំងអ្នកអីហ្នឹងគឺតែងតែចូលរួមចំណែកនៅក្នុងការធ្វើម៉េចឲ្យកម្ពុជាដើរត្រឡប់ចូលទៅក្នុងសង្គមស៊ីវិល័យមួយដែលដើរតាមគោលការណ៍ប្រជាធិបតេយ្យនឹងជាចុងក្រោយបាទសូមចូលរួមអបអរសាទរដែលស៊ីសេរីដូរពីវិទ្យុមកទូរទស្សន៍ហើយត្រឡប់មកប្រារម្ភបងប្អូនឡើងវិញនេះជាចំណុចប្រធានបទតូចទី1ប្រធានបទតូចទី2រឿងកើតឡើងនៅក្នុងប្រទេសថៃទៅណាមិនរួចទេប៉ុន្តែលើកនេះខ្ញុំនិយាយរៀងលម្អិតបន្តិចចំពោះបុគ្គលមួយរូបដែលបងប្អូនស្គាល់ថាជាអ្នកដែលដូចដើមមានទីបណ្ណាំម៉ូតូនៅខាងមុខផ្ទះខ្ញុំមានមួយចឹងដែរឆ្នើមានមួយដែរនៅក្នុងស្រុកនេះរឿងនៅក្នុងប្រទេសថៃបាទរឿងនៅក្នុងប្រទេសថៃហ្នឹងគឺបងប្អូនមិនស្គាល់ហើយកាន់ចោមប្រឡាំងនេះគឺជាអតីតអ្នកលក់មីម្ចាស់ហាងមីចានធំបាទនៅក្នុងប្រទេសថៃហ្នឹងគេស្គាល់ច្រើនគឺមីកាន់ចោមប្រឡាំងឈ្មោះហាងកាន់ចោមប្រឡាំងប៉ុន្តែក្រោយមកក៏ដូរមុខរបរអីចឹងទៅមករកស៊ីវិនិយោគណាមិនដឹងវិនិយោគអីខ្លះទេហើយក៏ក្រោយមកក៏មកឃើញមកធ្វើកិច្ចការងារសង្គមហើយផ្ដួចផ្ដើមឲ្យមានជាពិសេសក្នុងពេលដែលខ្មែរមានចំនួនហ្នឹងគឺកម្មចោមប្រឡាំងនេះសកម្មនៅក្នុងការបំផុសឲ្យមានគេហៅថាភាពជ្រុលនិយមនៅក្នុងចំណោមពលរដ្ឋថៃដែលគ្នារៀនសូត្របានតិចតួចដើម្បីទៅមិនបំផុសឲ្យមានកំផឹងជះមកលើពលរដ្ឋថៃពលរដ្ឋខ្មែរមកលើរដ្ឋាភិបាលមកលើកងទ័ពខ្មែរអញ្ចឹងទៅហើយចុងក្រោយដែលដើម្បីធ្វើឲ្យខ្មែរស្គាល់កម្មចោមប្រឡាំងនេះគឺដោយសារតែរឿងផ្ដួចដើមគំនិតឲ្យមានការគៀងគរឡានដឹកលាមកណាឡានដឹកអាចចឹងទៅជាភាសាអ្នកស្រុកស្រួលស្ដាប់គាត់ថាវាមិនព្រោះប៉ុន្តែអ្នកស្រុកដឹងថាបុគ្គលនេះបានគៀងគរឡានធុងហ្នឹងយកមកកុំបំណងដើម្បីប្រើប្រាស់នៅក្នុងការបាញ់បណ្ដេញណាប្រើប្រាស់លាមកណាបាញ់បណ្ដេញពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទហើយនិងនៅភូមិជោគជ័យនៅខេត្តបន្ទាយមានជ័យប៉ុន្តែត្រូវបានបរាជ័យគម្រោងហ្នឹងហើយក៏ក្រោយមកឃើញផ្ដួចផ្ដើមឲ្យមានការយកដឹកមេក្រូដឹកធុងបាសយកមកដាក់នៅទល់មុខភូមិជោគជ័យហ្នឹងនៅខាងទឹកដីថៃដើម្បីចាក់រំខានទៅដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនៅពីភូមិនោះហើយស្រាប់តែសប្តាហ៍នេះក៏ឃើញមានអ្នកការពារសិទ្ធិមនុស្សម្នាក់ឈ្មោះគាត់នឹងឈ្មោះអង្គណាស៊ូណៃ
អង្គការសុណៃនេះជាសមាជិកប្រសិទ្ធភាពជាសមាជិកប្រសិទ្ធភាពក៏ជាអ្នកដែលត្រូវបានទទួលរង្វាន់ការពារសិទ្ធិមនុស្សច្រើនដែរទទួលរង្វាន់ការពារសិទ្ធិមនុស្សច្រើនដែរគាត់បានលើកឡើងថាការប្រើប្រាស់សម្លេងដែលចាក់នៅខាងមុខដោយបុគ្គលក្រុមកាន់ចងបលាំងប្រើប្រាស់សម្លេងខ្លាំងយប់ត្រៀតម៉ោង12ម៉ោង1ម៉ោង2យប់នេះដែលរំខានទៅដល់អ្នកភូមិពីរភូមិភូមិព្រៃច័ន្ទហើយនិងភូមិជោគជ័យនេះគឺជាការខុសសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិដែលភាគីថៃហ្នឹងជាម្ចាស់ហត្ថលេខីដែរណាគាត់និយាយទៅប៉ុណ្ណាស្រាប់តែក្រុមfan ណា fan ឬក៏ជាអ្នកគ្រប់គ្រងខ្ញុំឲ្យឃើញរូបលោកកាន់ចោមបលាំងនេះបាទស្រាប់តែក្រុមដែលគ្រប់គ្រងfan បុគ្គលនេះហ្នឹងក៏ចាប់ផ្ដើមជេរប្រមាថផ្ញើសារគំរាមកំហែងទៅដល់ក្រុមគ្រួសាររបស់សមាជិកព្រឹទ្ធសភាណាអង្គការសុណៃនេះហើយលោកស្រីអង្គការសុណៃនេះគាត់ជាសមាជិកព្រឹទ្ធសភាមកពីប៉ែកខាងត្បូងប្រទេសថៃគាត់ជាថៃមូស្លីមអតីតទឹកដីរបស់ម៉ាឡេស៊ីប៉ុន្តែក្រោយមកជារបស់ថៃគាត់នៅកាន់សាសនាមូស្លីមបាទគាត់ត្រូវបានគំរាមកំហែងដោយក្រុមកាន់ចោមបលាំងនេះជាពិសេស fan អ្នកគ្រប់គ្រងកាន់ចោមបលាំងនេះចេញទៅគំរាមហើយរឿងដែលអាក្រក់បំផុតហ្នឹងគឺទៅគំរាមឪពុករបស់លោកស្រីអង្គការសុណៃសមាជិកប្រសិទ្ធិនេះដែលគាត់មានអាយុ101ឆ្នាំទៅហើយណាទេទូរស័ព្ទទៅគំរាមថាកូនអ្នកឯងជាកូនមានកូនស្រីក្បត់ជាតិអីចឹងទៅណាមានកូនស្រីក្បាលជាថៃប៉ុន្តែបេះដូងជាខ្មែរអីចឹងទៅឃើញទេធ្វើឲ្យលោកស្រីអង្គការនេះគាត់អត់អាចនៅបានទេបងប្អូនគាត់អត់អាចនៅបានគាត់គេហៅការជំងឺ depress ដោយសារកម្លាំងមហាជននៅខាងថៃគេហៅធួលងហ្នឹងមានន័យថាដូចនៅស្រុកខ្មែរគឺមាន account ខ្មោចចូលមកអាថាក់ណាចូលមកវាយបហា page ផុសអ្នកណាមួយអញ្ចឹងណានៅគេហៅធួលងនៅក្នុងជាភាសាថៃនោះគឺអ្នកស្រីអង្គការសុណៃនេះគាត់ជាសមាជិកជាអ្នកនយោបាយជាសមាជិកព្រឹទ្ធសភាគាត់កើតជំងឺ depress គាត់នៅអត់បានមានអ្នកទៅគំរាមកំហែងដល់ក្រុមគ្រួសាររបស់គាត់អីចឹងទៅអញ្ចឹងហើយធ្វើឲ្យគាត់សម្រេចចិត្តមកដឹងណាមកប្តឹងប៉ូលីសនៅទីក្រុងបាងកកហ្នឹងជាពិសេសក្រុមអគ្គលេខាអគ្គនាយកដ្ឋានប៉ូលីសជាតិរបស់ថៃហ្នឹងទៅលើក្រុមបុគ្គលរបស់កាន់ចោមបលាំងនេះហើយឥឡូវនេះខាងប៉ូលីសថៃទទួលបណ្ដឹងនឹងហើយនឹងចាត់ការទៅលើ account ទាំង lain ណាដែលប្រើប្រាស់ដើម្បីគំរាមកំហែងដល់សុខសុវត្ថិភាពរបស់សមាជិកព្រឹទ្ធសភារបស់ថៃឃើញទេចឹងហើយ MMO ម្នាក់នេះ MMO កាន់ចោមបលាំងម្នាក់នេះគឺយើងត្រូវសួរថាក្រៅពីខ្មែរដឹងថាបុគ្គលនេះជាអ្នកដែលនាំដឹកឡានលាមកដឹកធំបាសអីមកហើយខាងថៃហ្នឹងគឺចាប់ផ្ដើមឆ្ងល់ដែរថាបុគ្គលនេះជានរណាពិតប្រាកដមានអ្នកមានឥទ្ធិពលណានៅពីខាងក្រោយខ្នងបានហ៊ានធ្វើដល់ប៉ុណ្ណេះមិនត្រឹមតែជាអ្នកដែលហ៊ានដណ្ដើមកិច្ចការងាររដ្ឋនៅក្នុងការធ្វើកិច្ចការងារឬក៏បំពេញចូលតំបន់ហាមឃាត់របស់កងទ័ពរបស់ប៉ូលីសទេហ៊ានទៅដល់គម្រាមកំហែងទៅដល់សមាជិកព្រឹទ្ធសភាទៅទៀតចឹងហើយឥឡូវនេះស្រាប់តែខាងគណៈបកប្រជាជនថៃដែលមានក្រមយុវជនកំណែតម្រង់និយមដែលកំពុងធ្វើការប្រកួតប្រជែងជាមួយក្នុងនយោបាយថៃហើយជាគណៈបកមួយដែលឈ្នះឆ្នោតប៉ុន្តែត្រូវបានក្រមលោកតាស៊ីននិងគៀងគរគ្នាប្រមូលបានគ្រប់កៅអីបង្កើតគណៈរដ្ឋមន្ត្រីហ្នឹងក៏បាត់ឱកាសនោះណាគណៈបកនេះកំពុងតែធ្វើការសិក្សាស្រាវជ្រាវរកប្រភពថាតើបុគ្គលម្នាក់នេះហេតុអីបានជាមានឥទ្ធិពលហើយអត់មានខ្លាចអីហើយប្រភពតាវិការនៅក្នុងការធ្វើការងារពេញម៉ោងក្នុងមានជាអ្នកជួយសង្គមហ្នឹងបានមកពីណាបានមកពីណាឥឡូវនេះគេរកឃើញវាឈានទៅដល់
អឺរកឃើញថាអ្នកដែលនៅពីខាងក្រោយបុគ្គលម្នាក់នេះគឺជាអ្នកនយោបាយជាន់ខ្ពស់ម្នាក់ដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍នៅខាងថៃគេរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍នៅខាងខ្មែរយើងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅខាងថៃរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍រដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍នេះឈ្មោះគាត់ធម្មណាត់ណាធម្មណាត់តានកែវបុគ្គលរដ្ឋមន្ត្រីម្នាក់នេះគឺជាអ្នកដែលនៅពីជាបងធัวបងអូនធัวថាជាលោកនងលោកនងអីផងនៅខាងថៃគេพี่น้องលោកនងអីចឹងទៅរបស់អបនាយករដ្ឋមន្ត្រីដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មរបស់អនុทินផងហើយជាអបនាយករដ្ឋមន្ត្រីផងណារងនាយកជាភាសាថៃរងនាយកហ្នឹងនៅខាងខ្មែរយើងប្រើពាក្យអបនាយករដ្ឋមន្ត្រីណាគេរកឃើញអ្វីដែលសំខាន់ហ្នឹងគឺបុករដ្ឋមន្ត្រីក្រសួងកសិកម្មនិងជាអបនាយករដ្ឋមន្ត្រីនេះត្រូវបានគណៈបកប្រជាជនថៃដែលដឹកនាំដោយក្រមយុវជនកំណែតម្រង់រកឃើញថាធម្មណាត់ណាលោកធម្មណាត់ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មហ្នឹងធម្មណាត់ព្រំកែវដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងជាឧបនាយករដ្ឋមន្ត្រីហ្នឹងអានេះខ្ញុំបង្ហាញមុខគាត់បន្តិចបើឲ្យស្គាល់នេះលោកធម្មណាត់នេះអាហ្នឹងបងប្អូនដែលតាមដានព័ត៌មានថៃដឹងខ្លះហើយប៉ុន្តែខ្ញុំគិតថាជួយរួមចំណែកទៅម៉េចចង់ឆ្លើយនៅសំណួរនៃប្រធានបទថាតើកូរ៉េមកបង្ក្រាបក្រុមអក្រិតកម្មអនឡាញនៅខ្មែរមិនបានវាទៅអង្គើដល់នយោបាយថៃនោះឃើញទេអញ្ចឹងហើយយើងមើលឃើញថាខាងសមាជិកសភារបស់គណៈបកប្រជាជនថៃនេះបានរកឃើញថាលោកធម្មណាត់ព្រំកែវនេះគឺជាមេខ្លោងដែលនៅពីខាងក្រោយលំបែងអនឡាញដែលនៅពីខាងក្រោយ scammer នៅក្នុងប្រទេសថៃណាអញ្ចឹងហើយបានជាយើងចេះឆ្ងល់ថាហេតុអីបានជាកាន់ចងកម្លាំងដែលជាប្អូនធัวរាប់អានជាមួយលោកធម្មណាត់ព្រំកែវនេះតែងតែបង្វែរសកម្មភាពរឿងការបង្ក្រាបណានៅក្នុងប្រទេសថៃគេហៅ call center នៅក្នុងស្រុកយើងគេហៅឧក្រិដ្ឋកម្មអនឡាញឬក៏ scammer បាទហេតុអីបានជារដ្ឋាភិបាលអនុทินដែលមានឧបនាយករដ្ឋមន្ត្រីលោកធម្មណាត់ព្រំកែវនេះមិនយកចិត្តទុកដាក់នៅក្នុងការបង្ក្រាបអំឡុងពេលដែលបច្ចុប្បន្ននេះយើងឃើញថាពិភពលោកកំពុងតែសម្លឹងមកប្រទេសប្រមាណហ្នឹងជាពិសេសកម្ពុជាហ្នឹងយើងឃើញអាហ្នឹងយើងមិនបាច់និយាយទៀតទេអាមេរិកអង់គ្លេសនឹងទំដាក់ Gen Z បង្កកថាវិការ crypto ហ្នឹង 15,000 លានណាបង្កកនៅអង់គ្លេសហ្នឹងបង្កកផ្ទះបង្កកអីប៉ុន្តែមិនមែនតែត្រឹមកម្ពុជាទេអាមេរិកអង់គ្លេសហើយនឹងមានពិសេសកម្ពុជាភូមាថៃហើយនិងឡាវហ្នឹងដែលជាមជ្ឈមណ្ឌល scammer ជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញធំបំផុតនៅក្នុងពិភពលោកណានៅក្នុងពិភពលោកយើងឃើញហើយគ្រាន់តែចរន្តនៅក្នុងការបោកប្រាស់អនឡាញបោកប្រាស់ scammer នៅក្នុងពិភពលោកហ្នឹងវាមានទំហំរហូតដល់ 3% នៃទំហំ GDP ពិភពលោកGDP ពិភពលោកមានប្រមាណជា13 trillion ខ្ញុំទិន្នន័យហ្នឹងខ្ញុំនឹង double check ម្ដងទៀតប៉ុន្តែ 3% នៃ GDP ពិភពលោកដែលចូលដែលបាត់ចេញពី GDP ឲ្យចូលទៅក្នុងក្រុមពួក scam online នេះមិនមែនជារឿងមិនមែនជាថវិកាតូចទេក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយហ្នឹងបើកវងកញ្ចក់ហើយយើងត្រឡប់មកថាហេតុអីបានជាថៃហ្នឹងតែងតែចោទខ្មែរអំពីរឿង call center អំពីរឿង scammer ហើយចោទថាខ្មែរហ្នឹងចាប់ជនជាតិថៃហ្នឹងយកមកលក់យកមកអីចឹងបងប្អូនចំណុចនេះខ្ញុំមិនការពារកម្ពុជាទេខ្ញុំមិនការពាររដ្ឋាភិបាលទេប៉ុន្តែយើងត្រូវតែមើលស៊ីជម្រៅមានអ្នកនយោបាយថៃដែលមានឥទ្ធិពលឋានៈឧបនាយករដ្ឋមន្ត្រីរៀបចំផែនការច្បាស់លាស់នៅក្នុងការធ្វើជំនួញ scam online នេះ
ណាជា scammer នេះមានបញ្ជូនមនុស្សជាអ្នករកស៊ីបោកប្រាស់តាមអនឡាញនេះមកជួលអាគារនៅស្រុកខ្មែរមកជួលអាគារនៅកំពង់សោមមកជួលអាគារនៅប៉ោយប៉ែតណាថាចិនហ្នឹងគឺចំណោមក្នុងចំណោមអ្នកបោកប្រាស់អនឡាញធំជាងគេនៅក្នុងកម្ពុជាឬនៅក្នុងតំបន់ណានៅភូមាក៏ដោយនៅលាវក៏ដោយនៅថៃក៏ដោយហ្នឹងគឺចិនហ្នឹងចំនួនច្រើនជាងគេហើយណាចំនួនច្រើនជាងគេក៏ប៉ុន្តែក៏មានពួកកូរ៉េក៏មានពួកថៃហ្នឹងមករកស៊ីអាហ្នឹងដែរនៅពេលដែលកូរ៉េមកចាប់ណែមករំដោះពលរដ្ឋខ្លួនប្រមាណជា300នាក់ណាថាបាត់ខ្លួនហ្នឹង300នាក់ក្រោយមករំដោះឃើញ80អីចឹងទៅបងប្អូនមានសង្កេតទេពេលទៅវិញហេតុអីបានដោយទាំងដាក់ខ្នោះទាំងជនជាតិកូរ៉េខ្លួនឯងត្រឡប់ទៅវិញដោយសារតែកូរ៉េមកមិនមែនមកគ្រាន់តែមកក្នុងនាមជាជនរងគ្រោះទេណាមកក្នុងនាមជា scammer ខ្លួនឯងតែម្ដងមកក្នុងនាមជាជនបោកប្រាស់អនឡាញតែម្ដងដូច្នេះហើយវានៅចម្រុះក្នុងហ្នឹងអ្វីដែលជាកំហុសកម្ពុជាគឺកម្ពុជាអត់បានណាយកចិត្តទុកដាក់នៅក្នុងការបង្ក្រាបរឿងហ្នឹងឲ្យបានត្រឹមត្រូវទេរហូតដល់គេបញ្ជូនប៉ូលីសគេពីស្រុកគេមកគេលែងទុកចិត្តណាហើយសំណួរសួរថាមកហ្នឹងតើរដ្ឋាភិបាលបានអនុម័តឬក៏រដ្ឋាភិបាលអនុញ្ញាតបានកូរ៉េហ៊ានមកអាហ្នឹងត្រូវហើយបាទប៉ុន្តែកុំភ្លេចទៅកូរ៉េមានប្រវត្តិជាពិសេសធ្លាប់កើតឡើងនៅក្នុងឆ្នាំ2011នៅពេលដែលស្នើសុំឲ្យរដ្ឋាភិបាលសូម៉ាលីពេលនោះណារំដោះចំណាប់ខ្មាំងជនជាតិកូរ៉េចេញពីព្រំចោលសមុទ្រឲ្យជួយធ្វើរឿងហ្នឹងអត់ព្រមទេនៅពេលដែលដំណើរការទូតរវាងកូរ៉េហើយនិងកូរ៉េខាងត្បូងហើយនិងសូម៉ាលីនៅឆ្នាំ2011មិនអាចដំណើរការជួយសង្គ្រោះជនជាតិកូរ៉េដែលជាចំណាប់ខ្មាំងរបស់ចោលសមុទ្រពេលនោះបានទេណាកូរ៉េបានបញ្ជូនកងទ័ពពិសេសដើម្បីទៅរំដោះរឿងគឺស្តៀងគ្នានឹងរឿងនៅកម្ពុជាប៉ុន្តែកម្ពុជារៀងទន់ភ្លន់ជាងព្រោះនៅក្នុងសភារបស់កូរ៉េបានក្រោយពីប្រធានាធិបតីកូរ៉េបានអំពាវនាវហើយនៅបញ្ជូនអនុរដ្ឋមន្ត្រីទី2របស់ក្រសួងការបរទេសមកកម្ពុជាហើយកូរ៉េបានត្រៀមហើយនៅក្នុងសភាគេសម្រេចហើយថាបើសិនជាក្នុងករណីការទូតកូរ៉េហើយនិងកម្ពុជាមិនអាចជួយសង្គ្រោះជីវិតជនជាតិកូរ៉េដែលត្រូវបានពួក scammer ចាប់យកទៅឲ្យរកស៊ីអនឡាញឬក៏អីហ្នឹងទេដំណាក់កាលទី2គឺកូរ៉េនឹងបញ្ជូនកងទ័ពមកហើយប៉ុន្តែកម្ពុជារៀងទន់ភ្លន់ហើយខ្ញុំជឿថារឿងនេះវាមិនមែនជារឿងដែលមានមុខមានមាត់សម្រាប់រដ្ឋាភិបាលកម្ពុជាទេនៅពេលដែលបរទេសនៅពេលដែលជនជាតិណាមួយឬក៏ប្រទេសណាមួយបញ្ជូនកងទ័ពឬក៏បញ្ជូនប៉ូលីសពិសេសរបស់ខ្លួនមកធ្វើការនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនបែបនេះណាប៉ុន្តែយើងធ្វើម៉េចយើងអត់មានសមត្ថភាពនៅក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញហើយមានបងប្អូនខ្លះខ្ញុំបានបង្ហោះដែរមានបងប្អូនខ្លះខមមិនដែរថាទៅបង្ក្រាបមិនឧក្រិដ្ឋករអនឡាញឬក៏មេអនឡាញមេឧក្រិដ្ឋកម្មហ្នឹងគឺនៅនឹងហើយនិយាយបង្ក្រាបខ្លួនឯងវាមិនទៅអាហ្នឹងណាយើងឃើញជាក់ស្ដែងហើយប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍យើងឃើញថាឥឡូវនេះរឿងនេះវាស្ងប់ទៅវិញហើយពួកប៉ូលីសកូរ៉េហ្នឹងក៏អាចចេញទៅខ្លះហើយទុកខ្លះដើម្បីរំដោះមនុស្សបន្តទៀតប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយគឺយើងអាចហ៊ាននិយាយថាកម្ពុជាបន្ទន់អេរិយាប័ត្រហើយសារភាពថាខ្លួនឯងអត់មានសមត្ថភាពនៅក្នុងការបង្ក្រាបឧក្រិដ្ឋករអនឡាញនេះឧក្រិដ្ឋកម្មអនឡាញនេះចឹងហើយបាននឹងមុននឹងចេញទៅហ្នឹងណាមុននឹងដំណើរត្រឡប់របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសឬក៏យើងហៅថារដ្ឋលេខាធិការក្រសួងការបរទេសរបស់កូរ៉េហ្នឹងត្រឡប់ទៅវិញហ្នឹងឃើញមានការចុះផ្សាយរបស់ CC Time មួយគេថាកូរ៉េគ្រប់គ្រងជួយបដិបដាលបំពន់សមត្ថភាពមន្ត្រីជំនាញកម្ពុជាជំរុញការបង្កើតក្រុមការងារដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញណាពេលជួបជាមួយនឹងលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នៅពេលដែលខ្ញុំឃើញសារព័ត៌មាននេះខ្ញុំនឹកឃើញភ្លាមថាអូតាមពិតណាយុទ្ធសាស្ត្រដែលកូរ៉េធ្វើនេះណាគេហៅថាជាយុទ្ធសាស្ត្រខោក្បាលអែលខ្នងណាខោក្បាលអែលខ្នងបញ្ជូនប៉ូលីសពិសេសមកធ្វើការដោយបង្ខំដើម្បីរំដោះជនជាតិខ្លួនហើយផ្ដល់ជំនួយឲ្យកម្ពុជាដើម្បីបដិបដាលឲ្យកម្ពុជាចេះបង្ក្រាបឧក្រិដ្ឋកម្មអនឡាញឃើញទេអញ្ចឹងបានថាការទូតនៃប្រទេសដែលអ្នកមានណាគេខោកយើងឈឺណាស់ប៉ុន្តែខណៈថាមើលទៅមិនដឹងខឹងខោកបើអ្នកឯងមិនអាចមានសមត្ថភាពក្នុងការបង្ក្រាបអនឡាញទេខ្ញុំយកជនជាតិខ្ញុំត្រឡប់ទៅវិញហើយឥឡូវចាំខ្ញុំជួយបរៀនគេបង្ក្រាបមិនណាគេបង្ក្រាបមិនហ្នឹងចឹងយុទ្ធសាស្ត្រការទូតបែបនេះសម្រាប់ខ្ញុំមិនមានជំនាញការទូតទេប៉ុន្តែខ្ញុំមើលទៅជាយុទ្ធសាស្ត្រការទូតឬក៏ជាយុទ្ធសាស្ត្រដែលកូរ៉េប្រើនេះគឺជាយុទ្ធសាស្ត្រខោក្បាលឯខ្នងបើសិនជាក្នុងករណីកម្ពុជារឹងតឹងមិនព្រមឲ្យប៉ូលីសកូរ៉េប៉ូលីសពិសេសកូរ៉េមករំដោះជនជាតិខ្លួនទេអាហ្នឹងកងទ័ពកូរ៉េមកហើយកងទ័ពពិសេសមកចូលទឹកដីកម្ពុជាហ្មងឃើញទេហើយយើងមានសំណាញ់មេសំណាញ់មុងមកពីណាតើទ័ពអាកាសពិសេសមកចូលព្រឹបហើយយើងមានឈរមើលកុំភ្លេចថាកូរ៉េកម្លាំងទ័ពរបស់កូរ៉េលំដាប់លេខ5ក្នុងពិភពលោកលំដាប់លេខ5ក្នុងពិភពលោកមិនធម្មតាទេយើង100ជាងប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ហ្នឹងខាងថៃហ្នឹងក៏រៀងចូលដែរឃើញកូរ៉េមកឃើញរដ្ឋាភិបាលកូរ៉េបញ្ជូនប៉ូលីសមកអីចឹងទៅក៏ឃើញមានមហាជនថៃរួមទាំងអ្នកនយោបាយថៃហ្នឹងថាមិនថៃក៏មិនអញ្ចឹងដែរមិនក៏មិនបញ្ជូនប៉ូលីសពិសេសមករំដោះជនជាតិថៃដែលត្រូវបានគេចាប់យកមកលក់ឲ្យក្រុមអនឡាញនៅប៉ោយប៉ែតនៅអីនេះខ្ញុំថាបញ្ជូនមកពងមានរឿងជាមួយគ្នាចេះផងនោះអាហ្នឹងចូលទេអាហ្នឹងរបៀបអ្នកនយោបាយចូលនិយាយយកប្រជាប្រិយភាពទេជូនមកមិនបើខ្លួនឯងនឹងលៀងគូតខ្លួនឯងជ្រះផងហ្នឹងហើយឯងបានលៀងជ្រះឥឡូវហ្នឹងត្រូវបានគេរកឃើញត្រឡប់ទៅក្រោយវិញឧបនាយករដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហគមន៍របស់ថៃហ្នឹងត្រូវបានគេរកឃើញថាជាមេអក្រិតករនៅពីខាងក្រោយ call center នឹងមានទំនាក់ទំនងជាមួយនឹងអក្រិតជនអនឡាញនៅស្រុកខ្មែរផងនៅភូមាផងនៅក្នុងប្រទេសថៃនឹងផងមកកោកហើយត្រូវជាបងធររបស់កាន់ចោមផ្លាំងនេះឯងហើយអានេះវាការងាររបស់វាទទួលលុយពីឧបនាយករដ្ឋមន្ត្រីមកធ្វើកិច្ចការងារបំវែធ្វើម៉េចឲ្យពលរដ្ឋថៃអត់ចាប់អារម្មណ៍រឿង scam online ហ្នឹងទេអត់ចាប់អារម្មណ៍រឿងឧក្រិដ្ឋកម្មអនឡាញទេគឺមកចាប់អារម្មណ៍រឿងភូមិព្រៃច័ន្ទភូមិអីនេះឃើញទេឥឡូវហ្នឹងដល់ម៉ោងហើយដល់ម៉ោងត្រូវបានពួកសមាជិកសភារបស់គណៈបកប្រជាជនថៃហ្នឹងចាប់ផ្ដើម check bin ណាចាប់ផ្ដើមពិនិត្យមើលថាមកជួយការងារសង្គមពេញម៉ោងអញ្ចឹងបានលុយឯណាចិញ្ចឹមប្រពន្ធកូនមានលុយឯណាយកមកប្រើការឃើញទេអ្នកណាមានឥទ្ធិពលនៅខាងក្រោយខ្លោងហ្នឹងអាចដើរចូលតំបន់ពិសេសតំបន់ដែលត្រូវបានហាមឃាត់តំបន់ដែលមានចំនួនជាតំបន់របស់កងទ័ពជាតំបន់ចារកម្មអីជាដើមដែលត្រូវបានគេមិនអនុញ្ញាតឲ្យចូលបុគ្គលនេះចូលបានទាំងអស់កាន់ចងប្លាំងនេះណាហើយជីវភាពហ្នឹងក៏កាន់តែធូរធារដែរជីស Lamborghini អ្នកធ្វើការងារសង្គមប៉ុន្តែមិនអន់ជាង MMO ខ្មែរប្រហែលទេ MMO ខ្មែរ What Settle Royce ស្អីហ្នឹងប៉ុន្តែ MMO ខ្មែរលក់លេលក់អីចឹងទៅអ្នកលក់លេលក់ផលិតផលអីចឹងទៅប៉ុន្តែនេះអត់មានលក់លេលក់អីទេនេះដូចជាមានអ្នកនយោបាយមានឥទ្ធិពលនៅខាងក្រោយហ្នឹងក៏ប្រហែលជាអាចពាក់ព័ន្ធនឹងការរកស៊ីអនឡាញ scam អនឡាញឯដែរមិនដឹងហើយយើងចាំតាមដានមើលខ្ញុំកំពុងតាមដានមើលដែរហើយយើងចេះឆ្ងល់ដែរថាចុំជាបុគ្គលម្នាក់ជាអតីតម្ចាស់ហាងមីសោះហេតុអីបានជាឡើងមានឥទ្ធិពលអីចុងក្រោយនឹងខ្លាំងម្ល៉េះហើយសូម្បីតែអនុทิនក៏ក្រែងចិត្តកាន់ចោមប្លាំងដែរ
នាយករដ្ឋមន្ត្រីអនុทิនណាសរសើរកាន់ចងកម្លាំងថាបុគ្គលម្នាក់នេះអាចធ្វើការច្រើនជាងនៅកម្លាំងរបស់រដ្ឋាភិបាលផងចឹងហើយនាយករដ្ឋមន្ត្រីអនុធាននេះជានាយករដ្ឋមន្ត្រីមួយមើលទៅដូចជានៅពីក្រោយកតុយក្បិនពួក MMO ទេនយោបាយបុគ្គលម្នាក់នយោបាយនាយករដ្ឋមន្ត្រីថ្មីនេះអត់សូវបានធ្វើអីទេគឺរុញតែប្រឆេះថាធ្វើម៉េចឲ្យវាមានថាទាហានទៅទាហានហើយរដ្ឋាភិបាលណាប៉ុន្តែឃើញទោះបីយ៉ាងណាក៏ដោយក៏ការប្រជុំ GBC ពហុភាគីនៅប្រទេសម៉ាឡេស៊ីដែលមានរដ្ឋមន្ត្រីក្រសួងការបរទេសថៃហើយជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរលោកប្រាក់សុខុនទៅប្រជុំហ្នឹងឃើញថាមានលទ្ធផលអីខ្លះដែរប៉ុន្តែក្នុងហ្នឹងក៏ឃើញមានអ្នកមកកុហករឿងកងទ័ពត្រូវបានថៃព្រមដោះលែងមកចុងក្រោយថៃបដិសេធណាថៃបដិសេធថាអត់មានទាន់បានព្រមដោះលែងចំណាប់ខ្មាំង8ដល់10នាក់ដែលជាកងទ័ពខ្មែរហ្នឹងទេហើយយើងនេះក៏នាំគ្នាអបអរសាទរទៅអ្នកសារព័ត៌មានណាខ្មែរហ្នឹងក៏លឿនណាស់ដែរអត់បាន check អីច្បាស់លាស់ទេណាខ្ញុំបបផ្សាយរាល់ថ្ងៃដូចគេហ្នឹងមិនស្រួលខុសដែរហ្នឹងណាប៉ុន្តែពេលមកទឹកផ្សាយម្ដងចេះយ៉ាំមើលជួនកាលហ្នឹងគេកុហកហ្នឹងក៏ចឹងហើយដឹងគេកុហកវានៅពេលអាចចាំមើលដែរតែគេកុហកមែនហើយកុហកលេងប៉ុន្តែគាត់ថាចង់អាប់ដេតចង់ធ្វើបច្ចុប្បន្នភាពថានៅក្នុងការចរចា GBC ការប្រជុំគណៈកម្មការព្រំដែនកម្រិតណារដ្ឋមន្ត្រីនេះគឺអត់ទាន់មានចំណុចណាមួយដែលថៃព្រមដោះលែងទេប៉ុន្តែសង្ឃឹមថាការចរចាបន្តទៅទៀតនឹងជំរុញចំណុចត្រង់នេះហើយចំណុចត្រង់នេះដែរក៏ឃើញមានការផ្ទុះហើយតាក់ទងទៅនឹងរឿងការចរចាសន្តិភាពកាត់ដីឲ្យថៃដើម្បីរក្សាសន្តិភាពណាកាត់ដីឲ្យថៃដើម្បីរក្សាសន្តិភាពប៉ុន្តែខ្ញុំចូលទៅពិនិត្យមើលខ្ញុំក៏ឃើញសេចក្តីថ្លែងការណ៍របស់លោកហ៊ុនម៉ាណែតបាទនាយករដ្ឋមន្ត្រីកម្ពុជាដែរខ្ញុំមើលទៅនិយាយមានហេតុផលថាការចរចាឈប់បាញ់គ្នារវាងថៃនិងខ្មែរនេះមិនមែនជាការចរចារឿងកាត់ព្រំដែនទេណាមិនមែនរឿងព្រំដែនទេដើម្បីអាចវាស់វែងទៅប្រើប្រាស់យន្តការទ្វេភាគីណាបានហ្នឹងលុះត្រាតែវាឈប់បាញ់សិនប៉ុន្តែឥឡូវហ្នឹងវាឃើញថាពិបាកណារដ្ឋាភិបាលផ្សេងហើយកងទ័ពហ្នឹងប្រើអំណាចផ្សេងទៅជាកំហុសមួយរបស់អនុทิនដែរណាជានាយករដ្ឋមន្ត្រីថៃដែលឡើងមកភ្លាមបកគលអំណាចរឿងព្រំដែនបកគលអំណាចរឿងការបិទព្រំដែនហ្នឹងទៅឲ្យកងទ័ពហើយកងទ័ពនេះដឹងស្រាប់ហើយនេះហ្នឹងរៀនចេះតែបាញ់ទេហ្នឹងរឿងការទូតរឿងអីហ្នឹងគ្នាមិនសូវចេះចឹងហើយពួយយកតែមកអស់ដៃហើយកសាងប្រជាប្រិយភាពចង់ប្រឡូកចូលនយោបាយចឹងដែរដូចខ្ញុំបាននិយាយពីលើកមុនចឹងថាទាំងកងទ័ពទាំងរដ្ឋាភិបាលថៃនេះបើអត់មានមហាជនគ្រប់គ្រងទេនៅមិនបានទេមេទ័ពណាក៏ដោយណាមេទ័ពណាក៏ដោយអញ្ចឹងអានយោបាយវិជាពិធដ្ឋហ្នឹងវានៅចាស់ឬគល់ជ្រៅណាស់នៅក្នុងចំណោមចិត្តរបស់ពលរដ្ឋថៃក្នុងស្រុកខ្មែរយើងក៏ដូចគ្នាដែរតែអ្នកនយោបាយណាបកែប្រូបកែកុហកហ្នឹងបកែយកចិត្តទៅជួយភ្ជួរស្រែទៅជួយស៊ីមន់ស្ងោផឹកស្រាសអីហ្នឹងងាប់ហើយបោះឆ្នោតឲ្យបាច់ទេគេដឹងអ្នកនយោបាយគេដឹងគេសិក្សាអំពីចិត្តសាស្ត្រប្រជាជនគេដឹងហើយតំបន់ណាដែលប្រជាជននៅកម្រិតប៉ុណ្ណាណាវាខុសពីពលរដ្ឋដែលទទួលបានការអប់រំខ្ពស់ឬក៏ប្រទេសជឿនលឿនយើងប្រើនយោបាយជាវិធដ្ឋនោះគ្មានណាគេនិយាយជាមួយទេប៉ុន្តែនៅស្រុកក្រីក្រដូចនៅថៃដូចនៅខ្មែរដូចនៅភូមាអីចេះអ្នកនយោបាយណាបកែណាចុះសហគមន៍បើស្លៀកកម្មាទៅទៀតនោះមិនបាច់ទេណោះស្រឡាញ់ងាប់អ្នកស្រុកប្រហែលអ្នកខ្លះយកដីគាត់ហើយចុងក្រោយយកអំណោយចែកគាត់ថ្វាយអង្គមអរគុណណាឯកឧត្តមប៉ុន្តែប្រហែលឆ្នាំមុនយកដីគាត់ហ្នឹងឯងយកដីប្រជាជនម្ដុំហ្នឹងយកទៅលក់តបមកទៀតទិញសរងយកទៅចែកអរគុណអញ្ចឹងទៅប៉ុន្តែធ្វើម៉េចឥឡូវពលរដ្ឋយើងកម្រិតគាត់ប៉ុណ្ណឹងមានតែបើអ្នកដែលនយោបាយស្មោករោគអាហ្នឹងទៅបោកប្រាស់អញ្ចឹងទៅ
អ្នកដែលយើងគិតគូរអំពីបើឃើញគាត់ចឹងហើយគួរតែអាណិតអាសូរក្នុងការរកវិធីដោះស្រាយដើម្បីលើកដំកើងអាជីវភាពនិងការរស់នៅរបស់គាត់ឲ្យមានភាពថ្លៃថ្នូរមានភាពថ្លៃថ្នូរប៉ុន្តែក្នុងចំណោមនយោបាយដឹងហើយគេអត់ខ្វល់មធ្យោបាយទេអានឹងនៅប្រើគេហៅថាវិធីសាស្ត្រនយោបាយបែបបុរាណណាចឹងហើយគេអត់ខ្វល់វិធីសាស្ត្របែបណាសំខាន់ឲ្យបានលទ្ធផលល្អណាចង់ស្លៀកកម្មាទៅសហគមន៍ទៅផឹកស្រាសជាមួយសហគមន៍ណាទៅដេកធ្វើកំសត់ណាអូពលរដ្ឋស្រឡាញ់ហ្នឹងឥឡូវហ្នឹងក៏ចឹងដែរអ្នកណាដែលមានមហាជនគ្រប់គ្រងច្រើនហ្នឹងក៏រដ្ឋាភិបាលក៏ពិចារណាដែរណាចឹងហើយអានេះខ្ញុំត្រឡប់មករឿងនេះវិញយើងឃើញថាឥឡូវនេះយោងតាម PPTV របស់ថៃប៉ុស្តិ៍លេខ36របស់ថៃហ្នឹងជាពិសេសលោករ៉ូមដែលជាសមាជិកណាអន្តរមានរ៉ូមខ្ញុំអានឈ្មោះគាត់មិនសូវត្រូវជាសមាជិកសភារបស់គណៈបកប្រជាជនថៃហ្នឹងបានរកឃើញថាមានអ្នកនយោបាយជាន់ខ្ពស់ថៃ7រូបដែលនៅពីខាងក្រោយគេហៅ scammer នៅពីខាងក្រោយពួកអ ក្រិតករអនឡាញដែលមានទំហំសាច់ប្រាក់ប្រមាណជា200ទៅ300លានបាតណាកំពុងតែដំណើរការនៅក្នុងការបោកប្រាស់អនឡាញចឹងហើយហ្នឹងចឹងហើយហេតុអីបានជាថៃខ្លួនឯងហ្នឹងមិនប្រឹងបក្រាបខ្លួនឯងទៅណាបក្រាបខ្លួនឯងទៅទទួលស្គាល់ហើយថាកម្ពុជាត្រូវបានពិភពលោកមើលឃើញថាជាទីក្រុងអក្រិតកម្មទៅហើយអាហ្នឹងមិនមែនពលរដ្ឋពិភពលោកមើលធម្មតាទេអាហ្នឹងប្រធានាធិបតីកូរ៉េហៅយើងហ្មងហៅយើងជាអក្រិតជាទីក្រុងអក្រិតកម្មហើយយើងមិនដឹងថាប្រមាណឆ្នាំទេកម្ពុជានឹងត្រូវការពេលវេលាប្រមាណ100ឆ្នាំទេនៅក្នុងការលាងឈ្មោះនេះចេញពីណាទំព័រពិភពលោកគេហៅយើងជាកម្ពុជាជាទីក្រុងអក្រិតកម្មមិនធម្មតាទេគេឈ្មោះមុខមាត់របស់កម្ពុជាទៅណាហ្នឹងគេសម្លឹងយើងអត់ចំទេគេមើលក្រោមបងប្អូននៅជនបទហ្នឹងដឹងហើយអាក្រហើយហ្នឹងត្រូវបានប្រើអំពើហិង្សាលេងលបែងខ្ចីលុយគេមិនសមបោកប្រាស់គេវាយកូនតែចូលទៅបនភូមិហ្នឹងគេមិនចង់មើលមុខផងទៅវត្តហ្នឹងលោកសង្ឃហ្នឹងមិនចង់ទទួលចង្ហាន់ផងណាហើយយើងដូចគ្នាអញ្ចឹងបើធៀបនឹងលក្ខណៈគ្រួសារនៅលើឆាកអន្តរជាតិគេមើលមកយើងជាប្រទេសមួយដែលត្រូវបានគេគិតថាជាប្រទេសដែលធ្ងន់ធ្ងររឿងអក្រិតកម្មអត់មានសមត្ថភាពក្នុងការដោះស្រាយបញ្ហានេះកូនចៅខ្មែរចំនួនក្រោយព្យាយាមលៀងគេឈ្មោះហ្នឹងទៅលៀងព្យាយាមធ្វើម៉េចឲ្យគេឈ្មោះហ្នឹងត្រឡប់មកជាទឹកដីសវណ្ណភូមិ Kingdom of Wonder ទឹកដីអច្ឆរិយៈព្រះរាជាណាចក្រអច្ឆរិយៈអច្ឆរិយៈនៅក្នុងប្រទេសហ្នឹងអាក្រៅប្រទេស Kingdom of Crime ព្រះរាជាណាចក្រឧក្រិដ្ឋកម្មហើយមិនមែនបកគលសាមញ្ញហៅយើងទេណាប្រធានាធិបតីរបស់កូរ៉េខាងត្បូងហើយដឹងហើយប្រធានាកូរ៉េត្បូងគឺជាសម្ព័ន្ធមិត្តនៅក្នុងអាស៊ីអង្កើតហ្នឹងគឺកូរ៉េត្បូងហ្នឹងជាសម្ព័ន្ធមិត្តដ៏ធំបំផុតបន្ទាប់ពីជប៉ុនមកជាមួយនឹងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសលោកសេរីឥឡូវយើងធ្វើម៉េចរហូតដល់គេបញ្ជូនកងកម្លាំងពិសេសរបស់គេមករំដោះពលរដ្ឋគេហើយរំដោះបានហើយឲ្យលុយមករៀនសូត្រដើម្បីបង្ក្រាបបន្តតែយើងចេះទទួលទៅទុនភ្លុនអញ្ចឹងទៅព្រោះលេងជាមួយប្រទេសមហាបានទេពងឆ្លោះមួយថៃទៅឆ្លោះមួយកូរ៉េទៀតចឹងហើយការដឹកនាំខ្ញុំមើលទៅរៀងបើតែឆ្លោះមួយកូរ៉េមួយទៀតហ្នឹងបែកទេសត្រូវពីរក្នុងពេលតែមួយហ្នឹងដល់ហើយថៃហ្នឹងបាច់អីហ្នឹងចាក់ទៅកូរ៉េឲ្យទៅកូរ៉េវាយហ្នឹងផ្សាយយើងពលក្ដួច
ដូច្នេះខ្ញុំមើលទៅថៃបើយើងមើលរឿង scammer នេះរឿងឧក្រិដ្ឋកម្មអនឡាញនេះថៃក៏មិនធម្មតាដែរហើយយើងតិចទៀតយើងឃើញហើយទាំងគឺរដ្ឋាភិបាលអនុធានបើនៅឃើញរដ្ឋាភិបាលអនុធានមានអាយុតែ4ខែ3អីហ្នឹង120ថ្ងៃបងប្អូនបោះឆ្នោតឡើងវិញរំលាយសភាបោះឆ្នោតឡើងវិញតាមកិច្ចសន្យាដែលបានសន្យាជាមួយនឹងគណៈបកប្រជាជនថៃប៉ុន្តែគណៈថាអនុធានមិនដឹងយ៉ាងម៉េចទៅជ្រើសរើសបកនាយករដ្ឋមន្ត្រីដែលមានពាក់ព័ន្ធទៅនឹងរឿងឧក្រិដ្ឋកម្មអនឡាញណាចឹងហើយបានបុគ្គលកាន់ចោមបលាំងដែលមើលឃើញថាមកជាមករំខានគូក្បាលអ្នកភូមិមកអីហ្នឹងវិញបងប្អូនរៀនរំសាយទៅវិញរំសាយទៅដកតាំងពីមេក្រូដកតាំងពីអីទៅវិញលែងឃើញមកប្រហែលថ្ងៃចុងក្រោយនេះគេមិនទាន់រករឿងនោះចេញមកលយតាមពិតខ្លួនឯងហ្នឹងនៅក្នុងអាក្រុមលបែងអនឡាញពួកក្រិតជនអនឡាញហ្នឹងដែរហ្នឹងក៏មិនដឹងផងប៉ុន្តែគណៈថាគេកំពុងតែសមាជិកសភាមកពីគណៈបកប្រជាជនថៃហ្នឹងកំពុងតែសិក្សាតើនឹងប្រភពថាវិការនឹងមកពីណាស្អីយ៉ាងម៉េចហ្នឹងចាំមើលលទ្ធផលខ្ញុំតាមដានដែរណានៅពេលដែលត្រូវមកថ្មោងអញ្ចឹងទៅបានឃើញចាប់ផ្ដើមដកធុងបាសដកមេក្រូដកអីចេញពីព្រំដែនណាចេញពីព្រំដែនឃើញទេអរគុណគណៈបកប្រជាជនថៃទៅតែវាយ៉ាងហោចណាស់ក៏វាបានជួយឲ្យពលរដ្ឋនៅតាមព្រំដែនហ្នឹងដេកលក់វិញដែរប៉ុន្តែមិនមានន័យថាពលរដ្ឋហ្នឹងត្រូវមិនប្រយ័ត្នប្រយែងណាត្រូវប្រយ័ត្នប្រយែងជាប្រចាំរដ្ឋាភិបាលក៏គួរតែយកចិត្តទុកដាក់ជាមួយពួកគាត់ជាពិសេសរឿងស្ថានភាពរឿងបំណុលរឿងអីហ្នឹងធនាគារនេះឲ្យតែស្ងាត់ហ្នឹងគឺស្ងប់បើកម៉ូតូស្ងាត់ចងសបុកកំពុងសំាំងរៀងស្ងាត់តិចទៅទាលុយទៀតណាទៅទាលុយទៀតអត់បានទេអត់ចេះភ្លេចទេណាព្រោះ CO មិនចេះភ្លេចដាច់ខាតទេទៅទាលុយទៀតឥឡូវហ្នឹងយ៉ាងហើយបើអាចរត់អន្តរាគមន៍ក្នុងការដោះស្រាយបញ្ហាហ្នឹងអានឹងសង្ឃឹមថាបងប្អូននៅភូមិព្រៃច័ន្ទឬក៏នៅភូមិជោគជ័យនេះអាចសម្រាលបន្ទុកខ្លះព្រោះគាត់អត់មានចំណូលអីទៀតទេយើងមើលពួកគាត់រស់នៅតាមព្រំដែនហ្នឹងគឺរស់នៅដោយការលក់កម្លាំងពលកម្មទៅឲ្យសៀមអញ្ចឹងទៅណាលក់ដូររឿងទំនិញរថពន្ធនៃតិចតួចអញ្ចឹងទៅជាការចិញ្ចឹមជីវិតណាមករស់អញ្ចឹងទៅរស់អញ្ចឹងទៅគណនាគារហ្នឹងមិនដឹងថាប្រមាណទេក្នុងភូមិហ្នឹងប៉ុន្តែសង្ឃឹមថារដ្ឋអន្តរាគមន៍ដើម្បីធ្វើម៉េចជួយសម្រាលជីវភាពរបស់គាត់រំលងពេលដែលគាត់មិនអាចរកឲ្យបានសោះជីវភាពក៏អត់ហើយមានចង្រៃហ្នឹងវាយកមេក្រូមកចាក់តម្លង់ឲ្យមិនឲ្យបានដេកទៀតប៉ុន្តែឥឡូវហ្នឹងនៅពេលដែលគេស្រាវចុះស្រាវឡើងទៅអាហ្នឹងផែនការផុសគេមានគ្រាបកលាពីឧបនាយករដ្ឋមន្ត្រីថៃមកហ្មងណាធ្វើម៉េចទាញមហាជនថៃហ្នឹងកុំឲ្យគិតរឿង scam អនឡាញកុំឲ្យគិតរឿងអី scammer ហ្នឹងកុំសូវខ្វល់តែរឿងពីរភូមិហ្នឹងទៅប្រឆេះចង់ឆេះដោយទាំងអតីតនាយករដ្ឋមន្ត្រីទៀតប៉ុន្តែឃើញមិនដឹងអ្វីខ្ញុំមើលមិនទាន់ឃើញលុបសារលុបអីឬក៏លុបវីដេអូអីអារឿងអស់ការអត់ធ្មត់ហ្នឹងប៉ុន្តែហ្នឹងហើយឃើញថាសង្គ្រាមចិត្តសាស្ត្រហ្នឹងតាមពិតគ្រាន់តែជាលបែងនយោបាយនៅក្នុងប្រទេសថៃដើម្បីបង្វែរការចាប់អារម្មណ៍របស់មហាជនទៅប្រើ MMO ម្នាក់ណាប្រើអ្វីដែលសំខាន់ហ្នឹងទៅប្រើប្រាស់យន្តហោះរបស់រាជការអេលីកូបទ័ររបស់រាជការហ្នឹងមកធ្វើការងារអស់ហ្នឹងទៀតណាឥឡូវហ្នឹងគេទៅសួរហ្នឹងព្រោះយន្តហោះអេលីកូបទ័ររបស់ក្រសួងកសិកម្មហ្នឹងវាប្រើសម្រាប់តែកិច្ចការងាររាជការទេប៉ុន្តែឥឡូវបុគ្គលនិយមប្រើជាលក្ខណៈឯកជនហើយគ្មានតួនាទីអីសោះ MMO មានឥទ្ធិពលអញ្ចឹងបានថាតទៅពេលសួរទៅថាមិនក៏មានឥទ្ធិពលមកបើថាមនុស្សគ្មានអ្នកនៅពីខាងក្រោយខ្នងទេមិនមានឥទ្ធិពលប៉ុណ្ណឹងទេឥឡូវហ្នឹងគេចាប់ផ្ដើម check bin ណាគេចាប់ផ្ដើមទូទាត់ឥឡូវហ្នឹងឃើញដករំសាយកតុយដកទៅវិញហ៎រំសាយកតុយដកទៅវិញ
chẳng hayខ្ញុំជឿថាបញ្ហាព្រំដែនទោះបីជាយ៉ាងណាក៏ដោយបើសិនជាគ្មានបុគ្គលដែលគ្មានគេហៅថាអត់មានទូនាទីអីនៅក្នុងស្ថាប័នរដ្ឋសោះហើយมันមានការយល់ដឹងផ្នែកខាងការទូតអីទាំងអស់គឺយកទៅ share យកទៅ like យកទៅ view ទេពួកនេះលាយណាលាយទៅណាទៅរករឿងសមាជិកហ៊ានទៅរករឿងសមាជិកព្រឹទ្ធសភាគម្រាមសម្លាប់ឥឡូវគេចាប់ផ្ដើមទូទាត់ហើយចាប់ផ្ដើមទូទាត់ហើយចឹងហើយជួនកាលហ្នឹង MMO ហ្នឹងក៏ទៅរំខាននៅក្នុងការចរចាដើម្បីដោះស្រាយបញ្ហាតាមព្រំដែនដែលខ្ញុំទទួលស្គាល់ហើយថាកម្លាំងកម្ពុជាបន្តិចចឹងបើដោះស្រាយតាមមធ្យោបាយដូចកូរ៉េដូចអីមិនបានទេវាយយកឬក៏អីហ្នឹងបើយើងប្រើយន្តការការទូតដើម្បីអាចចរចាគ្នាបានអាហ្នឹងល្អហើយសំខាន់ក៏បញ្យល់ពលរដ្ឋដែរបញ្យល់ថាការចរចាបញ្ចប់ការឈប់បាញ់ជាស្ថាពរនេះមិនមែនតាក់ទងទៅនឹងរឿងការវាស់វែងតាមព្រំដែនទេណាបញ្យល់ពលរដ្ឋឲ្យបានខ្ញុំជឿថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតសរសេរសេចក្តីថ្លែងការណ៍មួយសន្លឹកហ្នឹងណាពលរដ្ឋមិនទាន់យល់ច្បាស់ទេត្រូវឲ្យពួក MMO ដែលគ្រប់គ្រងរដ្ឋាភិបាលនឹងជួយបញ្យល់ផងកុំប្រើតែជេរអ្នកខាងក្រៅប្រឆាំងពេកឲ្យជួយបញ្យល់អស់ហ្នឹងបញ្យល់ថាកិច្ចចរចា GBC នេះអានេះគេចរចាដើម្បីបញ្ចប់ការបាញ់គ្នាជាស្ថាពរទេដើម្បីបើកផ្លូវឲ្យមានការចរចានៅក្នុងការវាស់វែងតាមនីតិវិធីរបស់ ABC ឲ្យឡើងវិញអញ្ចឹងទៅអាយន្តការទ្វេភាគីណាបើមិនអញ្ចឹងទេវាស់មិនកើតបាញ់គ្នារហូតចឹងទី1ទី2កម្ពុជាត្រូវប្រកាសចំហឲ្យច្បាស់អារឿងតំបន់4ដែលប្តឹងទៅ ICJ នៅពេលដែលចរចាមានសន្តិភាពហើយហ្នឹងអាតំបន់4ហ្នឹងមិនយកមកប្រើយន្តការទ្វេភាគីដែរឬក៏យ៉ាងម៉េចឬក៏ឈប់ប្តឹងហើយអាហ្នឹងត្រូវបញ្យល់ពលរដ្ឋផងត្រូវបញ្យល់ពលរដ្ឋផងខ្ញុំបញ្យល់មកខ្ញុំបានស្ដាប់ខ្លះដែរណាបើមិនអញ្ចឹងទេគឺនៅហ្នឹងហើយណាព្រោះបើតាមខ្ញុំដឹងមកអា MOU ឆ្នាំ2000ឆ្នាំ2001នេះគឺជា MOU មួយដែលត្រូវបានតម្កល់នៅក្នុងអង្គការសហប្រជាជាតិណាសម័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយនឹងលោកអភិសិទ្ធនេះបានយកឯកសារកតេយុត្តហ្នឹងឲ្យយកទៅតម្កល់ក្នុងអង្គការសហប្រជាជាតិធ្វើសច្ចាប្រណិធានប្រាប់អង្គការសហប្រជាជាតិថានៅពេលដែលកម្ពុជាមានបញ្ហារឿងព្រំដែននឹងប្រើប្រាស់យន្តការហ្នឹងឲ្យយកមកដោះស្រាយចឹងនៅពេលដែលយើងមានបញ្ហាយើងប្តឹងទៅអង្គការសហប្រជាជាតិយើងប្តឹងទៅ ICJ គេរុញមកវិញគេថាចុះអាយន្តការទ្វេភាគីមិនដោះសិនទៅងាកមកអង្គការសហប្រជាជាតិងាកមក ICJ ហ្នឹងវាលឿនពេកដោះស្រាយគ្នាឯងពីរនាក់ហ្នឹងសិនមើលចឹងហើយបាទខ្ញុំនិយាយលើមុនហ្នឹងថាMOU 2001នេះណាកម្ពុជាហ្នឹងខាតបង់ជាងថៃណាការចង MOU ហ្នឹងវាជារនាំងវាជាឧបសគ្គដែលធ្វើឲ្យកម្ពុជាមិនអាចប្រើប្រាស់យន្តការអន្តរជាតិបានទេប្តឹងគេរុញមកវិញគេរុញមកដោះស្រាយទ្វេភាគីប៉ុន្តែរៀងសំណាងតិចដែរដែលឃើញអ្នកនយោបាយថៃភ្លើមួយចំនួនខ្ញុំហៅអញ្ចឹងទៅអ្នកខ្លះគេថាថៃមិនភ្លើទេយើងគ្រាន់បើអីទៅហៅគេភ្លើប៉ុន្តែឥឡូវហ្នឹងឃើញរដ្ឋាភិបាលអនុทินចាប់ផ្ដើមគៀងគរចង់ឲ្យមានការធ្វើប្រជាមតិឬក៏ការស្ទង់មតិដើម្បីលុប MOU 2001ដែលខាងថៃគេហៅ MOU 43 44ហ្នឹងអូបានថៃលុបអាហ្នឹងខ្ញុំសប្បាយចិត្តងាប់ហើយមែនទេគណៈបព្វឆាំងអីដែលធ្លាប់កន្លងមកលោកអ៊ុំសំអានអីកាលខ្ញុំនៅធ្វើការជាអ្នកសម្របសម្រួលរបស់ KMD របស់លោកជំទាវមួយសុខួរអីយើងសប្បាយចិត្តណាស់ដែលលើយើងនេះក្រុម KMD ឬក៏លោកអ៊ុំសំអានអីហ្នឹងឥឡូវហ្នឹងគាត់ជារដ្ឋមន្ត្រីក្រសួងកិច្ចការងារព្រំដែនអន្តរប្រវេសរបស់រដ្ឋាភិបាលក្រៅប្រទេសលោកសំរងស៊ីផងគាត់ជាអ្នកជំរុញថ្មីឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងលុប MOU ឆ្នាំ2001ចេញព្រោះវាតាក់ទងទៅនឹងរឿងការបាត់បង់កោះកុដហើយនឹងបានព្រំដែនមួយចំនួនប៉ុន្តែរដ្ឋាភិបាលកម្ពុជាអត់អើពើឥឡូវហ្នឹងខាងថៃហ្នឹងគេចង់លុបអាហ្នឹងចេញអាហ្នឹងគឺអាហ្នឹងល្អហ្មងគេហៅថាអត់ចាំបាច់អីទេអង្គុយមកដល់ម៉ោងឆ្អិនស្រេចណាចឹងហើយសង្ឃឹមថា
ចាំមើលការបោះឆ្នោតលើកនេះតើគេការបោះឆ្នោតនៅថៃហ្នឹងគេនឹងធ្វើប្រជាមតិអត់បើសិនជារដ្ឋាភិបាលធានអនុម័តរុញការធ្វើប្រជាមតិលុប MOU ឆ្នាំ2000 2001ចេញណាពលរដ្ឋថៃនឹងបោះឆ្នោតលុបហើយព្រោះត្រូវបានពួក MMO នឹងបំពុលថា MOU ឆ្នាំ2000 2001នេះជាពិសេសក្រុមពួកអាវលឿងណាក្រុមពួកអាវលឿងមានអាចារ្យផានថេពមានសុនធិលឹមថងគុណមានស្អីនេះពួកអាវលឿងនេះពួកហ្នឹងបំពុលពលរដ្ឋថៃហ្នឹងហើយបើសិនជាបានលុប MOU 2000 2001ភ្លាមដោយឯកតោភាគីកម្ពុជាមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការរុញរឿងហ្នឹងទៅ ICJ ហើយប្រាប់ថាឥឡូវនេះយន្តការទ្វេភាគីត្រូវបានថៃលុបចេញឲ្យដោយឯកតោភាគីអត់អាចប្រើប្រាស់យន្តការទ្វេភាគី GBC ឲ្យបានទៀតទេអញ្ចឹងខ្ញុំកម្ពុជាអត់មានជំរឿនឲ្យក្រៅតែពីពឹងឲ្យ ICJ ដោះស្រាយឲ្យអង្គការឲ្យតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយតាមជាយន្តការរបស់ UN ឃើញបើកផ្លូវឲ្យកម្ពុជាមានសិទ្ធិនៅក្នុងការប្រើប្រាស់យន្តការអន្តរជាតិទេចឹងហើយយើងសងំចឹងទៅនិយាយជាភាសាខ្មែរថៃមិនសូវដឹងប៉ុន្តែចាំសង្កេតមើលទាំងអស់គ្នាបើសិនជាថៃលុប MOU ឆ្នាំ2000ឆ្នាំ2001មែនណាកម្ពុជាជោគជ័យធំណាកម្ពុជាជោគជ័យធំណាពេលនោះហើយចឹងហើយបានអនុทิនក៏អត់ហ៊ានធ្វើខ្លួនឯងដែរព្រោះអត់សូវច្បាស់នោះព្រោះ MOU ឆ្នាំ2ឆ្នាំ MOU នេះលុបបានដោយរដ្ឋាភិបាលដែររដ្ឋាភិបាលមានអភ័យឯកសិទ្ធិស្នើទៅសភាដើម្បីលុបបានដែរហើយចាំបាច់ធ្វើស្ទង់មតិអីឃើញទេចង់រុញអាហ្នឹងជាកំហុសហ្នឹងទី1បានប្រជាប្រិយភាពអាចត្រូវបានជាប់ឆ្នោតបន្តដឹកនាំមួយរយៈទៀតឆ្នាំ2026ផងសង្ឃឹមអញ្ចឹងណាហើយទម្លាក់កំហុសហ្នឹងទៅពលរដ្ឋតែម្ដងថាកាលហ្នឹងខ្ញុំលុប MOU ហ្នឹងមិនមែនជាកំហុសរដ្ឋាភិបាលខ្ញុំទេណាអាហ្នឹងពលរដ្ឋគាត់សម្រេចខ្លួនឯងដែរឃើញទេឃើញល្បិចនៃនយោបាយព្រោះហ្នឹងជាការប្រឈមនឹងប្រវត្តិសាស្ត្រថៃហើយតែយើងរុញករណីបើអត់មានយន្តការ MOU 2001 2001ជាឆ្អឹងតតឹងកនៃយន្តការរបស់ ICJ ទេណាបញ្ជាក់ឲ្យច្បាស់ណាកម្ពុជាមានព្រៀបខ្លាំងដោយសារអីយើងនៅប្រើប្រាស់អាមាត្រដ្ឋាន100លើ2សែននៅក្នុងការវាស់វែងណានៅក្នុងការវាស់វែងអញ្ចឹងហើយតំបន់ព្រំដែនមួយចំនួនរួមទាំងព្រៃច័ន្ទរួមទាំងជោគជ័យរួមទាំងតំបន់តូចតំបន់ធំវាស់ទៅនៅក្នុងដីខ្មែរទាំងអស់ណាប៉ុន្តែខណៈថារដ្ឋាភិបាលកន្លងមកមិនអើពើរឿងហ្នឹងនៅក្នុងការជំរុញឲ្យមានការលុប MOU នឹងចោលហើយមិនដឹងថាឈរលើហេតុផលអីនៅក្នុងការទៅចុះ MOU នោះពិនិត្យឲ្យបានច្បាស់លាស់ទៅគឺយើងដូចចាញ់ព្រៀបគេព្រោះយើងចងខ្លួនឯងអត់អាចដើរបន្តបានអញ្ចឹងត្រឡប់មកវិញខ្ញុំឃើញរដ្ឋាភិបាលបញ្ជូនករណីតំបន់តូចតំបន់ធំទៅ ICJ ហ្នឹងអាហ្នឹងសង្ស័យល្បិចហើយពួកខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាមិនមែនមិនដឹងទេណាមិនដឹងថា MOU 2000 2001ហ្នឹងជាយន្តការដែលបានតម្កល់នៅអង្គការសហប្រជាជាតិហើយវាជាឧបសគ្គនៃការដំណើរការនីតិវិធីរបស់ ICJ ខ្ញុំមិនជឿថារដ្ឋាភិបាលមិនដឹងទេប៉ុន្តែហ្នឹងសតិចនេះទៅថតអស់ពីប៉ុស្តិ៍ទៅផ្អើលដោយទាំងថៃដែរគាត់តែខ្ញុំបរោះអបអសាទរដែរប៉ុន្តែក្រោយមកស្ងាត់ទៅហើយក៏មានអ្នកបកែចំណាប់មួយចំនួនទៅ check មើលអាលេខចូលពួកនៅ ICJ តែគេទទួលបណ្ដឹងយើងហើយមានន័យថាវាមានលេខចូលរបស់គេទៅមើលនៅក្នុង website របស់ ICJ អត់ឃើញលេខចូលផងអញ្ចឹងអគ្គរដ្ឋទូតនៅហូឡង់ហ្នឹងវាជាចូលទៅថតទេមិនបានដាក់ពាក្យហ្នឹងទៅទេមើលទៅណាបានដាក់ពាក្យហ្នឹងទៅប៉ុន្តែលោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញមកប្រកាសឲ្យថាហ្នឹងជារឿងកិច្ចការងារតុលាការអីមិនមែនតែគេហែកឲ្យយើងមើលទាំងអស់ទេវាគ្មានទេអាហ្នឹងគាត់បញ្យល់មកអញ្ចឹងឲ្យយើងចាំមើលទៅចាំជឿសិនទៅបើគាត់ថាចាំមើលប៉ុន្តែខ្ញុំដូចមិនសូវជឿព្រោះមកដល់ឥឡូវនេះវាអាប៉ោងបើកក្របហើយនៅពេលដែលយើងស្ដាប់មើលទៅថាអូតាមពិតអាអ្វីដែល ICJ មិនដំណើរការបាននេះដោយសារ MOU ឆ្នាំ2000 2001ហ្នឹងតាព្រោះយើងបានចុះកិច្ចព្រមព្រៀងទ្វេភាគីថានឹងដោះស្រាយបញ្ហារឿងព្រំដែនណា
តាំងទឹកតាំងគោកណាតាមយន្តការ MOU 2001អត់ប្រើប្រាស់យន្តការភាគីទី3ឬក៏អត់ប្រើប្រាស់យន្តការអន្តរជាតិទេយើងបានចុះហើយចឹងហើយយើងក៏ដឹងដែរថាយន្តការហ្នឹងគឺជាឧបសគ្គនៃដំណើរការនីតិវិធីរបស់ ICJ ប៉ុន្តែជាតិចនិចនយោបាយបញ្ជូនអគ្គរដ្ឋទូតនៅហូឡង់ថតមកប៉ុស្តិ៍ឆ្វាច់ប្រហោះមកហើយនេះអបអសាទរបើណាចាំមើលណាខ្ញុំជាបទវិភាគរបស់ខ្ញុំទេប៉ុន្តែខ្ញុំឈរលើហេតុផលមួយចំនួនអញ្ចឹងមិនមែនជាការចោទប្រកាន់ទេបើឃើញថាតាមដានចុះឡើងទៅដូចលែងចង់ជឿហើយអារឿងទៅប្តឹងនៅ ICJ ហ្នឹងសង្ស័យទៅចូលទៅថតទេមិនបាច់អត់បានដាក់ពាក្យប្តឹងផងណាព្រោះខ្ញុំមិនជឿថារដ្ឋាភិបាលមិនដឹងទេថា MOU 2001ជាឧបសគ្គណាចឹងហើយត្រឡប់មកវិញជាការសរុបបាទខ្ញុំគិតថាឥឡូវនេះវា50នាទីជិត1ម៉ោងដែរហើយជាប្រចាំហ្នឹងខ្ញុំនិយាយមកជា1ម៉ោងទេចឹងសរុបមកវិញឃើញថាអ្វីដែលកូរ៉េបញ្ជូនកងកម្លាំងពិសេសនៅក្នុងការមករំដោះពលរដ្ឋរបស់ខ្លួននេះហើយបន្ទាប់មកពេលរំដោះបានហើយឲ្យលុយបដោះបដាលប៉ូលីសខ្មែរហ្នឹងឲ្យរៀនប្រក្រាបអនឡាញនេះអានេះសម្រាប់ខ្ញុំមើលទៅជានយោបាយជាយុទ្ធសាស្ត្រខុសក្បាលឯខ្នងរបស់កូរ៉េប៉ុន្តែទោះបីយ៉ាងណាក៏ដោយបងប្អូនត្រូវដឹងថាកូរ៉េដែលមករំដោះពលរដ្ឋខ្លួនឯងហ្នឹងមិនមែនមករំដោះតែពលរដ្ឋទេមកចាប់អាមេខ្លោង scammer ជនជាតិកូរ៉េហ្នឹងមករកស៊ីនៅខ្មែរដែរមិនមែនពួកហ្នឹងរងគ្រោះទាំងអស់ទេណាមិនមែនពួកហ្នឹងរងគ្រោះទាំងអស់អ្នកស្ដាប់ព័ត៌មានថៃហ្នឹងអ្នកខ្លះស្ដាប់ទៅជឿថាពួកហ្នឹងសើរងគ្រោះ 300-400 នាក់ប៉ុន្តែតាមពិតទៅហ្នឹងមកចាប់មេខ្លោង scammer ជាជនជាតិកូរ៉េបោកប្រាស់អនឡាញពីប្រទេសកូរ៉េនោះផងហើយនឹងក៏មានរងគ្រោះជនរងគ្រោះនៅក្នុងនឹងដែរហើយមេខ្លោងហ្នឹងមិនតិចទេគឺរដ្ឋាភិបាលនិយាយថាប្រមាណមនុស្សជាង60នាក់ត្រូវបានបំរាមមកឲ្យចូលកម្ពុជាវិញហ្នឹងហើយប្រហែលជាមានការជជែកអីជាមួយនៅខាងប៉ូលីសកូរ៉េណាអញ្ចឹងបាត់ខ្លួន80 64ជនអក្រិតមេខ្លោង scammer អញ្ចឹងអ្នករងគ្រោះប្រមាណជា20-30ទេថៃក៏ដូចគ្នាដែរថៃរាល់ថ្ងៃកំពុងតែបំពល់ពលរដ្ឋខ្លួនឯងថាពួកថៃដែលចូលមករកស៊ីនៅប៉ោយប៉ែតអនឡាញអត់អីហ្នឹងសិតតែពួករងគ្រោះអីពួកហ្នឹងជឿសួរមេជួលគីនៅប៉ោយប៉ែតតកែថៃហ្នឹងមកជួលវារងគ្រោះអីវាមកធ្វើតកែនៅដាក់កុំព្យូទ័រដាក់អីហ្នឹងទេពេញពិភពលោកបោកប្រាស់តាមអនឡាញអញ្ចឹងហើយវាមានទាំងអាមេខ្លោងរ៉ូស៊ីអាហ្នឹងហើយវាមានទាំងរងគ្រោះអាហ្នឹងវានៅទន្ទឹមគ្នាហ្នឹងហើយឥឡូវនេះខាងខ្ញុំនិយាយចុងក្រោយថាខាងថៃកំពុងតែអង្គើដែរព្រោះកម្រិតឧបនាយករដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហការណ៍ថៃហ្នឹងត្រូវបានគេរកឃើញថាជាប់ពាក់ព័ន្ធទៅនឹងការឆបោកអនឡាញដែលមានទំហំទឹកប្រាក់ប្រមាណជា200 ទៅ 300 លានបាតហើយប្រើប្រាស់កាន់ចងប្លាំងដែលយើងស្គាល់ថាជាអ្នកដែលដឹកលាមកយកធុងបាសមកដាក់ព្រំដែននេះដើម្បីបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋថៃកុំឲ្យគិតគូរពីរឿងការឆបោកតាមអនឡាញណាយោបាយស្មោករោគចឹងបងប្អូនយោបាយស្មោករោគចឹងណាបើថាមិននេះទេគឺចូលគប់ហើយចូលគប់ហើយណាប៉ុន្តែខ្ញុំគ្រាន់តែថាធ្វើម៉េចជាផ្នែកមួយដែលចង់ឲ្យបងប្អូនឃើញខ្លះថារឿងរ៉ាវទាំងអស់ហ្នឹងឥឡូវវាចាប់ផ្ដើមលាតត្រដាងតិចដំបូងឡើយយើងឃើញថាវាមាននៅចំណុចល្ងឹតឥឡូវនៅពេលដែលយើងតភ្ជាប់គ្នាទៅបានយើងដឹងថាអូតាមពិតសិតតែជាល្បិចផងអ្នកធំទេទាំងខាងខ្មែរទាំងខាងថៃណាហើយយើងពលរដ្ឋសាមញ្ញនេះជួនកាលព្រឹបឡើងទៅក៏អជាមួយគេទៅអបអសាទរតាមពិតហ្នឹងឯណោះឯណាឯណោះចឹងហើយក៏តាមដានយកមកពិចារណាហើយខ្ញុំនិយាយដដែលទេជាលើកចុងក្រោយជាចុងក្រោយមិនលើកចុងក្រោយជាចុងក្រោយបើជួបគ្នារាល់អាទិត្យណាជួយសង្ខេបកុំឲ្យបងប្អូនភ្លេចផងអ្នកខ្លះទៅមកពីដើរលេងតាមខេត្តអីហ្នឹងស្ដាប់តាមផ្លូវបើបប្រយ័ត្នប្រយែងប៉ុន្តែកុំតន់ជឿខ្ញុំណា
កុំតន់ជឿខ្ញុំស្ដាប់ដោយការពិចារណាស្ដាប់ដោយការពិចារណាស្ដាប់ឲ្យបានច្រើនណាកុំជឿតាមប្រភពព្រោះឥឡូវហ្នឹងគឺព័ត៌មានហ្នឹងគឺវាច្រើនណាស់អ្វីដែលសំខាន់វាមិនដូចសម័យចំនួនឪពុកខ្ញុំឬក៏ឪពុកបងប្អូនឬក៏ជីដូនជីតាយើងទេជីដូនជីតាយើងបោះតត្រាក់មកតែសេតែ2ជួរហ្នឹងអូជឿផ្អើលពេញភូមិឥឡូវហ្នឹងអត់ទេបងប្អូនត្រូវការអ្នកដែលមានសមត្ថភាពនៅក្នុងការអាចវិភាគណាអាចផ្ដល់នៅព័ត៌មានគ្រប់ជ្រុងជ្រោយដើម្បីឲ្យបងប្អូនមានការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយដែរហើយខ្ញុំចូលរួមចំណែកជាផ្នែកមួយណានៅក្នុងការបង្ហាញចំណុចខ្លះដែលបងប្អូនអាចមើលមិនឃើញឬក៏បងប្អូនមើលឃើញហើយមិនបាននិយាយខ្ញុំអាចថានិយាយជំនួសបើបងប្អូនមើលមិនឃើញពិចារណាទៅថាតើវាយ៉ាងម៉េចណាតាំងពីរឿងទៅប្តឹងនៅ ICJ ហ្នឹងខ្ញុំដល់ពេលឥឡូវបានដឹងថាអូអញ្ចឹងតើវារឿងស្អីចាក់មេក្រូនៅភូមិព្រៃច័ន្ទយកឡានដឹកលាមកអីចង់មកបាញ់ដាក់ពលរដ្ឋហ្នឹងតាមពិតមិនមែនរឿងស្នេហាជាតិរបស់កាន់ចោមប្លាំងនេះណាមានឧបនាយករដ្ឋមន្ត្រីថៃរាល់ថ្ងៃហ្នឹងគ្រាន់តែបង្វែរការចាប់អារម្មណ៍ទៅអាហ្នឹងក្បាច់បង្វែរការចាប់អារម្មណ៍ដូចតែខ្មែរអញ្ចឹងទេណាហើយនៅស្រុកខ្មែរហ្នឹងយើងឃើញហើយអ្នកសារព័ត៌មានធំហ្នឹងមិនសូវហ៊ានប៉ះដែរទេណាពួក scammer ហ្នឹងមិនដឹងតែជាពួកគាត់ដឹងដែរហ្នឹងថាពួកអ្នកឈរបោកអនឡាញហ្នឹងគឺអ្នកណានៅវៀងក្រោយមានអ្នកណាខ្លះហ្នឹងគាត់ដឹងហើយបើគាត់អត់ហ៊ានប៉ះទេណាតើអង្គុយបោះតង់ឯនៅព្រៃច័ន្ទនៅភូមិជោគជ័យអីណាធ្វើកតំអញ្ចឹងទៅប៉ុន្តែបើនិយាយរឿងស៊ីជម្រៅរឿង scammer រឿងអីហ្នឹងអត់មានណាហ៊ានប៉ះទេដូចគ្នាអញ្ចឹងហើយនយោបាយស្មុករោគអញ្ចឹងបងប្អូននយោបាយស្មុករោគប៉ុន្តែអត់នយោបាយក៏ប្រទេសជាតិមិនដំណើរការដែរប៉ុន្តែសំខាន់បងប្អូនត្រូវពិចារណានៅក្នុងការជ្រើសរើសនយោបាយណាដែលស្អាតស្អំគិតគូរអំពីសេចក្តីថ្លៃថ្នូរគិតគូរអំពីជីវិតអាយុជីវិតរបស់ពលរដ្ឋណាចាយរំលែកផលចំណេញពីដំណើរការសេដ្ឋកិច្ចឲ្យបានសមភាពខ្ញុំមិននិយាយស្មើទេណាអ្នកមានសមត្ថភាពវាមានច្រើនទៅប៉ុន្តែកុំឲ្យវាគម្លាតមានអ្នកក្រហ្នឹងវាខ្លាំងពេកណាវាខ្លាំងពេកធ្វើម៉េចរស់បានទាំងអស់គ្នាណាមិនចាំបាច់រស់ដោយមានអ្នកជួយលើកសម្លុយ 4-5 នាក់អីទេអានោះមិនបាច់ទេយើងតែធម្មតាអញ្ចឹងទៅវារស់បានសុខជុំគ្នាវាវិវត្តទៅហើយបុកមាត់ប្រទេសជាតិហ្នឹងក៏វាថ្លៃថ្នូរដែរប៉ុន្តែគិតថាចាប់ពីថ្ងៃនេះទៅហ្នឹងកម្ពុជាហ្នឹងដល់ហើយមិនដឹងថាត្រូវការមនុស្សប្រមាណចំនួនទេក្នុងការលាងជួយសម្អាតគេឈ្មោះកម្ពុជាលើឆាកអន្តរជាតិអាហ្នឹងមរតកនេះគឺបន្ទុកមរតកនេះគឺមរតកចង្រៃដល់ហើយបន្ទុកដល់កូនចៅចំនួនក្រោយជួយលាងហ្នឹងអាហ្នឹងខ្ញុំហ៊ានប្រើពាក្យចឹងហ្មងពួកខ្ញុំក៏គិតថាមើលទៅណាមិនដឹងថាឲ្យសម្ដីវាចេញមកហើយពីប្រធានាធិបតីកូរ៉េថាយើងជា City of Crime ឬក៏ Kingdom of Crime អញ្ចឹងអា Kingdom of Wonder របស់យើងនោះចប់អស់បាត់អញ្ចឹងហើយសម្លេងរបស់អ្នកនយោបាយជាន់ខ្ពស់របស់កូរ៉េម្នាក់ផ្សាយពេញពិភពលោកសម្លេងហ្នឹងគឺបណ្ដាសារព័ត៌មានធំហ្នឹងគឺចុះព្រាតហ្មងសប្តាហ៍នេះអញ្ចឹងហើយយើងជួយលាងអ្មេចឥឡូវនេះលាងអ្មេចហ្នឹងហើយគឺអ្នកដែលធ្វើរឿងហ្នឹងប្រឈមមុខជាមួយនឹងប្រវត្តិសាស្ត្រខ្លួនឯងមានអ្នកកត់ត្រាខ្ញុំក៏អ្នកកត់ត្រាម្នាក់ដែរសេទុកយ៉ាងទៅសេទុកនៅក្នុងអនឡាញឬក៏និយាយទុកអនឡាញនេះប៉ុន្តែកុំភ្លេចថា